Hello guys ថ្ងៃនេះគឺយើងមករៀនធ្វើ donut ម្ដង donut គឺជាប្រភេទនំ fry sweet pastry មួយយ៉ាងដែលវាមិនមែនជា cake ហើយក៏មិនមែនជានំប៉័ងធម្មតាដែរតែវាជានំដែលយើងបំពងផ្អែមហើយមានដូងជាមូលដ្ឋានណាជាម្សៅនឹងឯងអញ្ចឹងមុនហ្នឹងគឺជា ingredient ទាំងអស់ខ្ញុំនឹងទៅសេដាក់នៅលើនឹងដូចគ្នាចាហើយមុនដំបូងគឺយើងវាយគ្រឿងទាំងអស់ហ្នឹងបញ្ចូលគ្នាមកចាវាយវាឲ្យឡើងស្វិតល្អចាអញ្ចឹងម្សៅប៉ុណ្ណេះគឺយើងយកបានហើយបន្ទាប់មកគឺយកវារុញជារាងលុញជារាងមូលអូយរុញចាលុញជារាងមូលបែបនេះមកហើយគ្របទុក30នាទីចាបន្ទាប់មកគឺគេហើយបន្ទាប់មកគឺយើងកាត់ជាដុំ50ក្រាមហើយលុញឲ្យមូលមួយសាទៀតហើយគ្របទុករយៈពេល15នាទីទៀតណាចាបន្ទាប់មកយើងកាត់ជាដុំ50ក្រាមហ្នឹងលុញវាឲ្យមូលគ្របទុក15នាទីបងប្អូនចាអញ្ចឹងបន្ទាប់ពីគ្របទុក15នាទីហើយគឺយើងចាប់ផ្ដើមយកវាធ្វើជារូបរាងដូណាត់តែម្ដងចាយើងអាចយកអ្វីដែលស្ដើងសកត់នៅលើវាហើយយកដៃចាក់នៅក្នុងចាក់កណ្ដាលម្សៅហ្នឹងចាឲ្យធ្វើវាបែបនេះមកដូចនៅក្នុងវីដេអូចឹងចាដើម្បីធ្វើឲ្យមានប្រហោងកណ្ដាលមកប្រហោងកណ្ដាលហ្នឹងរៀងធំបន្តិចនៅពេលដែលវាឡើងគឺវាអាចចិត្តបើសិនជាយើងធ្វើទូចពេកចិត្តអត់មានប្រហោងកណ្ដាលហ្នឹងទេហើយយើងដាក់វានៅលើกระดาษសុវត្ថិភាពបែបនេះមកចាកុំឲ្យវាស្អិតចាយើងធ្វើតតែអស់ម្សៅទៅចានិយាយទៅនំដូណាត់ក៏ខ្ញុំអត់ដែលធ្លាប់ធ្វើដែរនិយាយទៅគឺទៅតែរៀនដូចគ្នាធ្វើអស់ម្សៅហើយគឺយើងដាំប្រេងឲ្យវាក្តៅបងប្អូនហើយយើងត្រៀមដាក់បំពងផងយើងត្រៀមឆូកាឡេតចាឆូកាឡេតពណ៌ខ្មៅនិងពណ៌សចាមៀលឆូកាឡេតហើយនិងដាร์កឆូកាឡេតហ្នឹងដាក់រំលាយវាដូចគ្នាមកដើម្បីជ្រលក់នៅលើនំដែលបំពងហើយហ្នឹងអូខេចាអញ្ចឹងគឺយើងបំពងប្រេងនៅសីតុណ្ហភាព155ទៅ160អង្សាចាដើម្បីដឹងថាប្រេងក្តៅឬក៏មិនក្តៅចាយើងមិនមែនយកដៃជ្រលក់ទេណាបងប្អូនយើងអាចយកចង្កឹះមួយជ្រលក់ចូលទៅក្នុងប្រេងហ្នឹងទៅវារៀងឡើងផុលពពុះឡើងលើហ្នឹងអាហ្នឹងមានន័យថាប្រេងក្តៅហើយអញ្ចឹងយើងអាចតម្លាក់ចូលបានចាតម្លាក់នំចូលបំពងហើយឲ្យវាពណ៌នេះពណ៌បែបនេះគឺស្អាតមែនទែនពណ៌ដូចមាសអញ្ចឹងឯងចាអញ្ចឹងពេលដែលយើងបំពងរួចរាល់ហើយយើងអាចយកឆូកាឡេតហ្នឹងយកមកដាក់រំលាយវានៅលើចំហាយទឹកបែបនេះបងប្អូននិយាយទៅឆូកាឡេតហ្នឹងស្រួលទេវាអត់ត្រូវការដាក់លើភ្លើងផ្ទាល់អីទេគ្រាន់តែប៉ះចំហាយទឹកហ្នឹងក៏វាលាយដែរហ្នឹងហើយហ្នឹងតិចនិចរបស់វាយើងធ្វើកុំឲ្យវាងាប់ហើយឆូកាឡេតមានពីរពណ៌សនិងខ្មៅហ្នឹងយើងអាចដេក័រវាផ្សេងតាមដែលយើងចង់បានអញ្ចឹងណាបងប្អូនដូចជាបេះដូងចាបើយើងជ្រលក់ពណ៌ខ្មៅយើងដេក័រពណ៌សបើជ្រលក់ពណ៌សយើងដេក័រពណ៌ខ្មៅចាបើមិនអញ្ចឹងទេយើងមើលអត់ឃើញវាទេព្រោះពណ៌វាដូចគ្នាហើយអ្នកគេចូលចិត្តពណ៌ដូចចូលចិត្តពណ៌ចូលចិត្តដូណាត់ឬក៏ចូលចិត្តបែបឆូកាឡេតបំពងផ្អែមអីចេះគឺចានំនេះមួយប្រភេទនេះគឺត្រូវតែហ្មងអញ្ចឹងមើលវីដេអូនេះគឺត្រូវណា
ចែករំលែកគ្នាអាចធ្វើលក់ក៏បានធ្វើញ៉ាំក៏បាននិយាយទៅគឺឆ្ងាញ់ហើយច្រកវាចូលថងនិយាយមកគឺទុកដេកណាបងប្អូនចាប់បន្ទាប់មកគឺយើងជ្រលក់នំនៅឆូកូឡេតដែលយើងបានរំលាយហើយហ្នឹងជ្រលក់វាមកចាបើនំកងខ្មែរយើងគឺទូចជាងនេះធ្វើពីម្សៅខ្សែយើងធម្មតានឹងដែរចាតែនេះនំកងគេធំណាចាគេហៅថាដូណាតចាអញ្ចឹងយើងជ្រលក់ហើយអញ្ចឹងគឺយើងចាប់ដើមដេកមកចាបើចង់បានសំបុកពីងគ្រាន់តែយកចង្កឹះយកឆូតវាបែបនេះមកចាគឺបានហើយមើលទៅគឺស្អាតតាក់ទាញតែម្ដងចាអញ្ចឹងវីដេអូយើងមានតែប៉ុណ្្នឹងទេចាអរគុណសម្រាប់ការទស្សនាហើយជួបគ្នានៅវីដេអូក្រោយ See you